អ្នកទាំងអស់គ្នាចង់ដឹងថាហេតុអីបានជាក្មេងៗគាត់ត្រូវតែរៀនយកត្រីកំឡុងពេលដែលរៀនហែលទឹកទី1ការចំណុចយកត្រីនឹងជួយឲ្យគាត់បាត់ខ្លាចទឹកដល់ពេលគាត់ចំណុចលេងច្រើនទៅធ្វើឲ្យគាត់បំបត្តិភាពភ័យខ្លាចហើយគាត់កាន់តែហ៊ានជាងមុនហើយចំណុចទី2ហ្នឹងគឺការប្រើប្រាស់ដង្ហើមដល់ពេលគាត់ចេះចំណុចគាត់ដឹងថាពេលណាដែលគាត់ត្រូវផ្លប់ដង្ហើមចេញពេលណាដែលគាត់ត្រូវទប់ដង្ហើមព្រោះអីការដែលចង់លឹបគឺពិបាកណាស់ប្រចាំនៅធំមួយចំនួនដែលគាត់អត់ដែលរៀនលឹបគាត់គិតថាការលឹបនឹងស្រួលតែពេលគាត់អនុវត្តមែនតែនបើដឹងថាពេលលឹបហ្នឹងมันងាយតើយើងចេះប្រើប្រាស់ខ្យល់ដង្ហើមបានល្អទើបឲ្យយើងអាចចំណុចបានហើយចំណុចចុងក្រោយគឺជាចំណុចទី3ហ្នឹងគឺការយកត្រីគឺជាលបាយមួយកំសាន្តរបស់ក្មេងៗដែលគាត់ចូលចិត្តធ្វើកំឡុងពេលដែលហែលទឹកពួកអីការយកត្រីហ្នឹងធ្វើឲ្យគាត់លេងផងចំណុចយកជាមួយមិត្តភ័ក្តិធ្វើឲ្យគាត់សប្បាយហើយកាន់តែចង់រៀនថែមទៀត